អង្គការ UNESCO បានគៀកោមូលនិធិបន្ទាន់បានចំនួន$750,000សម្រាប់អភិរក្សតំបន់ប្រាសាទព្រះវិហារដែលទទួលរងការខូចខាតយ៉ាងទំនំពីការទម្លាក់គ្រាប់បែកដោយយោធាថៃក្នុងឆ្នាំ2025អាដាមស៊ុំម៉ាប់អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារទី21ខែកក្កដាឆ្នាំ2026នេះថាអង្គការ UNESCO គាត់បានគៀកោមូលនិធិអភិរក្សបន្ទាន់សរុបទៅដូចជា$750,000សម្រាប់កិច្ចការអភិរក្សបន្ទាន់ការបោះសម្អាតមេនក្របយុទ្ធភ័ណ្ឌបន្ទាន់ផ្ទុះនៅប្រាសាទព្រះវិហារបងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកបានទទួលរងការខូចខាតយ៉ាងទំនំជាបន្តបន្ទាប់ដោយសារជំលប់ប្រដាល់អាវុធដែលបានកើតឡើងនៅឆ្នាំ2008, 2009, 2011និង2025ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាចុងក្រោយនេះបានបន្សល់ទុកនូវវិនាសកម្មយ៉ាងធំធេងបំផុតចំពោះប្រាសាទព្រះវិហារយោងតាមក្រសួងវប្បធម៌ការវិប្រហារដោយអាវុធធុនធ្ងន់មិនរើសកន្លែងពីសំណាក់កងទ័ពសៀមមកលើប្រាសាទព្រះវិហារបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន562កន្លែងដោយមានការដួលរលំរចនាសម្ព័ន្ធប្រាសាទធ្លុះជញ្ជាំងនិងដំបូលប្រាសាទបាក់បែកថ្មប្រាសាទសាលាចារឹកនិងក្បាច់ចម្លាក់រាប់ម៉ឺនបំណែកហើយភាគច្រើនមិនអាចជួសជុលវិញបានកិច្ចកម្មប្រឹងប្រែងថែរក្សាអភិរក្សនិងជួសជុលរបស់អាជ្ញាធរជាតិព្រះវិហារនិងដៃគូអន្តរជាតិទាំងអស់នៅក្នុងរយៈពេល18ឆ្នាំត្រូវបានបំផ្លាញទាំងស្រុងរួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាប្រើឲ្យកិច្ចការអភិរក្សនិងវិស័យទេសចរណ៍អ្នកជំនាញបញ្ជាក់ថាការខូចខាតធ្ងន់ធ្ងរទាំងនេះទាមទារឲ្យមានការសង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា